ខេត្តព្រះសីហនុជាខេត្តជាប់ឆ្នេរដ៏សំខាន់មួយរបស់កម្ពុជាបានអភិវឌ្ឍយ៉ាងរហ័សគួរឲ្យកត់សម្គាល់ស្នូលនៃការអភិវឌ្ឍនេះក៏រួមបញ្ចូលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ1955និងចាប់ផ្ដើមដំណើរការឡើងវិញនៅឆ្នាំ1979មកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌល Logistics ដ៏ឈានមុខគេនៅក្នុងប្រទេសហើយដើរតួនាទីដ៏សំខាន់ក្នុងការវិវត្តសេដ្ឋកិច្ចជាតិនិងកាន់តែសំខាន់ជាមួយចក្ខុវិស័យវែងឆ្ងាយនៃផែនការមេហេតុជាប់ឆ្នេរសមុទ្រកម្ពុជាបំផែក្រុងព្រះសីហនុយើងនេះចាប់ផ្ដើមសាងសង់នៅឆ្នាំ1955ហើយចប់នៅឆ្នាំ1961ជំហានទី1បាទនៅសម័យសង្គមរាស្ត្រនិយមក្រោយពីប្រទេសជាតិយើងបានឯករាជ្យក៏នោះក្រុមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះរតនកោដ្ឋសម្រាប់សីហនុបានសម្រេចចិត្តធ្វើបំផែសមុទ្រទឹកជ្រៅដោយខ្លួនយើង1967យើងចាប់ផ្ដើមសាងសង់ផែជំហានទី2ដែលហើយទៅឆ្នាំ1969យើងធ្វើប្រវែង350ម៉ែត្រជំនឿទឹក10ម៉ែត្រកន្លះរហូតដល់1975យើងបានរអិលចូលក្នុងរបបជាតិពិភពអូតូទៅរហូតដល់ឆ្នាំ1979ប្រទេសជាតិយើងត្រូវបានបោះត្រឡប់មកវិញដោយអ្នកយ៉ាងណាហើយយើងបុគ្គលិកមិនដល់10នាក់ត្រឡប់មកទីហើយឆ្នាំ1993យើងបានបោះឆ្នោតទៅគឺថាការបញ្ចប់ដល់ការហុំព័ទ្ធសេដ្ឋកិច្ចទៅបានទំនិញចេញចូលបានកើនឡើងរហូតដល់ឆ្នាំ1998ក្នុងមលុបសន្តិភាពនឹងបានមានការអភិវឌ្ឍជាបន្តបន្ទាប់នៅទសវត្សរ៍ចុងក្រោយនេះការវិនិយោគតាមលក្ខណៈយុទ្ធសាស្ត្រនិងសហប្រតិបត្តិការអន្តរជាតិជាពិសេសមួយរាជរដ្ឋាភិបាលប្រទេសជប៉ុនបានធ្វើឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពរបស់កំពង់ផែស្វយ័តត្រូវបានអភិវឌ្ឍកាន់តែប្រសើរឡើងសប្តាហ៍ថ្ងៃនេះកំពង់ផែមានផ្ទៃដីប្រហែល125ហិកតាអាចទទួលយកកប៉ាល់ដែលមានទម្ងន់រហូតដល់ 20000 តោនហើយអាចទទួលទំនិញបានច្រើនប្រភេទចាប់ពីវាយនភ័ណ្ឌឧបករណ៍អេឡិចត្រូនិករហូតដល់ផលិតផលកសិកម្មផងដែរសប្តាហ៍ថ្ងៃគឺខេត្តព្រះសីហនុរបស់យើងមានកំពង់ផែទឹកជ្រៅធំជាងគេកំពង់ផែយើងបានដើរតួនាទីយ៉ាងសំខាន់ជាពិសេសជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរជាតិប្រមាណជា 70% នៃច្រករបស់ប្រទេសកម្ពុជាយើងទាំងអស់ឆ្នាំ2024ជាឆ្នាំមោទនភាពក៏មលុបសន្តិភាពគឺសេដ្ឋកិច្ចជាតិយើងកើនសម្បើមឆ្នាំ2024យើងកើនធៀប2023យើងកើន29.38%ជិត 30% ហើយចំនួនកុងតឺន័រឆ្លងកាត់យើងបានជាង1លានកុងតឺន័រច្រកទ្វារកំពង់ផែជាច្រកសេដ្ឋកិច្ចដែលសំខាន់ណាស់ដូច្នេះបានយើងធ្វើផែទឹកជ្រៅជាបន្តបន្ទាប់កំពង់ផែមានទិសដៅមួយសំខាន់គឺត្រូវធ្វើម៉េចដើម្បីឲ្យថៃដឹកជញ្ជូនតាមសមុទ្រនោះថោកប្រហែលជាមួយប្រទេសជិតខាងយើងឥឡូវនេះគឺថាយើងមាននិន្នាការទៅមុខល្អប្រសើរហើយគឺយើងធ្វើផែជំហានទី1ហើយនេះដើម2027ហើយសង្ឃឹមថាថៃដឹកជញ្ជូនតាមសមុទ្រយើងនឹងប្រហាក់ប្រហែលជាមួយប្រទេសថៃបាទហើយកប៉ាល់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក 93% អាចចូលផែយើងបានបាទឡើងពី 8-10% ទៅ 93% ពេលដែលយើងធ្វើផែជំហានទី1នឹងចប់ពេលហ្នឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចចុះប្រហែលជា$200ក្នុងមួយកុងតឺន័រដូច្នេះធ្វើឲ្យថ្លៃ logistics របស់យើងហ្នឹងមានការធ្លាក់ចុះថែមទៀតហើយយើងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជុំវិញយើងហើយ2029មក2ឆ្នាំក្រោយមកយើងហើយផែជំហានទី2គឺវាក្នុងតំបន់ Indo-Pacific អាចចូលផែយើងបានន័យថាតាំងពីអាមេរិកអាស៊ីយើងរហូតដល់មជ្ឈមណ្ឌលសមុទ្រឥណ្ឌាហ្នឹងអាចចូលផែយើងបានទាំងអស់អត់បាច់ឆ្លងកាត់ប្រទេសណាទេហើយដល់2030ផែយើងនឹងអនុញ្ញាតឲ្យវិនិយោគទូទាំងពិភពលោកអាចចូលផែយើងបានក្នុងនាមជាខេត្តម្ចាស់ផ្ទះនៃកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជារដ្ឋបាលខេត្តព្រះសីហនុមានមោទកភាពក្រៃលែងចំពោះការពិវត្តឥតឈប់ឈររបស់កំពង់ផែក្រុងព្រះសីហនុហើយបានត្រៀមខ្លួនគ្រប់គ្រងនៅចក្ខុវិស័យវែងឆ្ងាយរបស់កំពង់ផែនិងរាជរដ្ឋាភិបាលកម្ពុជាកំពង់ផែនេះបានធ្វើទំនើបកម្មបន្តិចម្ដងរហូតដល់បានក្លាយទៅជាកំពង់ផែមួយដែលមានសារៈសំខាន់ជាកំពង់ផែដែលមិនមែនគ្រាន់តែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់
ក្នុងការដឹកជញ្ជូនបង្កលក្ខណៈការដឹកជញ្ជូនប៉ុណ្ណោះឯងយើងអាចនិយាយបានថាមិនអត់ពេលនេះកំពង់ផែយើងបាននឹងកំពុងតែคล้ายទៅជាកំពង់ផែដែលមានលក្ខណៈឆ្លាតជា smart port មួយដែរអញ្ចឹងជាការផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគដល់អ្នកអាជីវករទាំងអស់ឲ្យឃើញអំពីសារៈសំខាន់ហើយនឹងភាពគេហៅថាជាតម្លាភាពនៃការគ្រប់គ្រងការដឹកជញ្ជូនរបស់គេ កាលពីដើមឆ្នាំ2024ធនាគារពិភពលោកបានវិតម្លៃថាកំពង់ផែក្រុងព្រះសីហនុមានការអភិវឌ្ឍយ៉ាងល្អប្រសើរបើប្រៀបធៀបជាមួយកំពង់ផែនៅក្នុងតំបន់ដែលនេះគឺជាភាពជោគជ័យដ៏ពិសេសមួយទៀតនៅក្នុងវិស័យភស្តុភារកម្មនិង Logistics របស់ព្រះរាជាណាចក្រកម្ពុជា ជាមោទនភាពសម្រាប់ផែយើងគឺថា World Bank ក៏បានមកវិតម្លៃថាផែយើងជាផែមួយដែលមានការអភិវឌ្ឍល្អបើធៀបជាមួយនឹងផែក្នុងតំបន់គឺថាយើងល្អមែនទែនព្រោះអីគេយក indicator ហ្នឹងប្រៀបធៀបគ្នាទៅឃើញថាមួយក្នុងនោះគឺតំណែងនាំចូលដែលនៅផែជាមធ្យមផែយើងទៅ3ថ្ងៃ6អាចចូលបានផុតផែហើយផែសិង្ហបុរី3ថ្ងៃ2ហើយបើយើងគិតជាមធ្យមវិញប្រទេសជឿនលឿនជាមធ្យមគឺ6ថ្ងៃ3បាទន័យថាសេវាកម្មផែយើងល្អហើយបើគិតជាផែនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច8ថ្ងៃជាង ស្របជាមួយចក្ខុវិស័យនៃផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាកំពង់ផែក្រុងព្រះសីហនុដើរតួដ៏សំខាន់ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងជាមជ្ឈមណ្ឌលភស្តុភារកម្មនិង Logistics ឧស្សាហកម្មពាណិជ្ជកម្មនិងទេសចរណ៍ដែលតភ្ជាប់ខេត្តជាប់ឆ្នេរសមុទ្រទាំង4របស់កម្ពុជាគឺខេត្តព្រះសីហនុកោះកុងកំពតនិងកែបឲ្យក្លាយជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រតិក្រឡាគ្នាប្រកបដោយកាលានុវត្តភាពនិងប្រសិទ្ធភាពខ្ពស់ ចំពោះទស្សនៈវែងឆ្ងាយទៀតនោះគឺឥឡូវនេះយើងកំពុងតែសិក្សាអំពី Master Plan ដើម្បីធ្វើផែយើងទៅអនាគតទៀតក្រោយឆ្នាំ2030ទៀតគឺយើងលុបរហូតដល់2050ដើម្បីធ្វើ Master Plan ដើម្បីអភិវឌ្ឍផែយើងហើយយើងបានដាក់កំណត់ច្បាស់ទិសដៅរបស់រដ្ឋាភិបាលយើងគឺយើងជាតំបន់ Logistics សម្រាប់តំបន់ព្រោះយើងជាចំណុចស្នូលរបស់អាស៊ានរបស់យើង បើគិតពីអាស៊ានដីគោកវិញគឺយើងជាស្នូលរបស់តំបន់អាស៊ានដីគោកគឺដែលជប៉ុនក៏ព្រួយផ្ដើមគំនិតថាបង្កើតជាអនុតំបន់ទន្លេមេគង្គហ្នឹងគឺដើរតួនាទីសំខាន់ណាស់ បាទនៅក្នុងផែនការមេអភិវឌ្ឍខេត្តទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះបាន design ខេត្តយើងមួយផ្នែកគឺការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈកំពង់ផែនិងភស្តុភារកម្មតែនៅក្នុងផែនការមេក៏បានតម្រង់ទិសគឺតំបន់នៅក្បែរកំពង់ផែបូកជាមួយនឹងមួយផ្នែកធំនៃស្រុកស្ទឹងហាវគឺជាតំបន់ភស្តុភារកម្មយើងមានវិញ្ញាតាថាជា logistic hub របស់តំបន់មួយដែរអញ្ចឹងនៅពេលដែលយើងធ្វើគោលនយោបាយសម្រាប់សម្រួលលើការងារភស្តុភារកម្មវាចូលរួមចំណែកជួយមួយទៀតទៅលើវិស័យឧស្សាហកម្មហើយនឹងគម្រោងផ្សេងៗទៀតវិស័យផ្សេងៗទៀតដែលអាចទទួលបានផលប្រយោជន៍តាមរយៈការកំណត់រួមទាំងគោលនយោបាយសម្រាប់ភស្តុភារកម្មនៅខេត្តជើងបុននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុមិនមែនគ្រាន់តែជាកំពង់ផែសមុទ្រធម្មតាមួយនោះទេវាជាបេះដូងនៃប្រព័ន្ធ Logistics របស់កម្ពុជានិងជាច្រកទ្វាររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកជាមួយផែនការមេខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាកំពង់ផែព្រះសីហនុនឹងដើរតួនាទីកាន់តែសំខាន់ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនធានាការនាំចេញនាំចូលទាន់ពេលវេលានិងបង្កើនកាលានុវត្តភាពនៃការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្មនៅទីផ្សារពិភពលោក